លេខ2កើតរឿងសយទៀតហើយផ្ទុះគេសន្ធោសន្ធៅលេបត្របាក់ខូចអស់តប30ជាងនៅឯប្រទេសថៃព័ត៌មានតារាជាតិតារាអន្តរជាតិសង្គមវប្បធម៌អរិយធម៌តន្ត្រីនិងភាពយន្តបើតាមសារព័ត៌មានខៅសុតបានរាយការណ៍អំពីអគ្គិភ័យមួយកន្លែងកើតឡើងប្រមាណម៉ោង 10:10 នាទីយប់កាលពីថ្ងៃទី19ខែតុលាឆ្នាំ2025កន្លងទៅនៅផ្សារមួយកន្លែងនៅឃុំណាងមឿងស្រុកមឿងឆាកជើងសៅខេត្តឆាកជើងសៅនៃប្រទេសថៃនៅក្នុងនោះដែរបើតាមការសន្និដ្ឋានដោយសារតែផ្ទុះហ្គាសហើយបណ្ដាលឲ្យហិនហោចខូចខាតតូបអស់រហូតដល់30តូបជាងមិនត្រឹមតែប៉ុណ្ណោះខាងអាជ្ញាធរប្រទេសថៃនៅតំបន់នោះក៏បានចុះអន្តរាគមន៍ខ្វាត់ខ្វែងញាប់ដៃញាប់ជើងដែរតែមិនអាចជួយបាននោះទេព្រោះអគ្គិភ័យលេបត្របាក់លឿនណាស់ក្នុងនោះធ្វើឲ្យខូចទ្រព្យសម្បត្តិនិងតូប30ជាងគួររំលឹកផងដែរថានេះមិនមែនជាករណីសយទី1ទេដែលប្រទេសថៃជួបរឿងសយបែបនេះឆ្នាំនេះប្រទេសថៃជួបរឿងអាក្រក់ៗរាប់មិនអស់